បាទជំរាបសួរបាទអស់លោកស្រីនាងកញ្ញាទាំងអស់ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយបាទដើម្បីចែករំលែកនៅការសិក្សាស្រាវជ្រាវមួយដែលខ្ញុំបានដកស្រង់ចេញពីគេហៅថា Journal of Psychology ហើយអត្ថបទហ្នឹងហើយបានបោះពុម្ពនៅក្នុងឆ្នាំ2026ហ្នឹងនៅខែឧសភាបាទថ្មីដែរជាការសិក្សាស្រាវជ្រាវហើយនៅក្នុងនោះមានអ្នកនិពន្ធមានចំនួន6រូបដែលបានធ្វើការសិក្សាស្រាវជ្រាវហើយប្រធានបទដែលគាត់ទាំង5រូបហ្នឹងយកមកសិក្សាស្រាវជ្រាវហ្នឹងគាត់ចង់សិក្សាស្រាវជ្រាវទៅលើគេហៅថាទំនាក់ទំនងរវាងគេហៅថាសេចក្តីអំណរគុណហើយនៅក្នុងទំនាក់ទំនងរវាងគេហៅថាក្តីសង្ឃឹមបាទក្តីសង្ឃឹមហើយនឹងភាពនឿយណាយដែលមានលក្ខណៈជាដៃគូប្តីប្រពន្ធណាតំណែងប្តីប្រពន្ធហើយនៅក្នុងការសិក្សាស្រាវជ្រាវហ្នឹងគឺគេប្រើវិធីសាស្ត្រមួយ Dialectic approach បាទហើយខ្ញុំមើលទៅឃើញថាអត្ថបទស្រាវជ្រាវនេះគឺជាអត្ថបទមួយល្អហើយតែខ្ញុំគិតថានៅក្នុងសង្គមរបស់យើងពេលបច្ចុប្បន្ននេះមានរឿងជាច្រើនដែលតាក់ទងទៅនឹងទំនាក់ទំនងស្នេហាប្តីប្រពន្ធណាហើយយើងក៏ឃើញមានការបែកបាក់លះលែងច្រើនដែរនៅក្នុងបរិបទសង្គមខ្មែរយើងពេលបច្ចុប្បន្នណាហើយជាពិសេសនៅក្នុងការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហើយដែលយើងឃើញមានការចែករំលែកជារឿងរ៉ាវផ្ទាល់ខ្លួននៅក្នុងបណ្ដាញសង្គមដែលយើងមើលទៅឃើញថាវាអាចថាតើអ្វីដែលយើងគួរតែសិក្សាស្វែងយល់អំពីទំនាក់ទំនងភាពជាដៃគូទំនាក់ទំនងភាពជាគេហៅថាទំនាក់ទំនងស្នេហាប្តីប្រពន្ធសង្សារអីជាដើមហើយក៏យើងមានឃើញថាករណីបែកបាក់គ្នាហើយមានដៃគូថ្មីយើងហៅថាភាគច្រើនយើងក៏មើលឃើញថាមានការផិតក្បត់អីជាដើមអញ្ចឹងវាគឺជាផ្នែកមួយដែលយើងអាចសិក្សាស្វែងយល់ដែរថាតើវាមានកត្តាអ្វីដែលធ្វើឲ្យដៃគូស្នេហាឬក៏ដៃគូទំនាក់ទំនងចំណងមេត្រីប្តីប្រពន្ធណាបាទហើយដែលគាត់ឈានទៅដល់ការបែកបាក់គ្នាអញ្ចឹងថាតើអ្វីទៅដែលយើងមើលការសិក្សាស្រាវជ្រាវដែលយើងមើលចង់ស្វែងយល់ថារវាងបុរសនិងស្ត្រីជាប្តីឬក៏ជាប្រពន្ធដែលឈានទៅដល់ដំណាក់កាលនៃការលែងលះគ្នាវាមានកត្តាអ្វីខ្លះដែលកើតឡើងអញ្ចឹងណាបាទហើយមិនថាអ្នកចិត្តសាស្ត្រមិនថាប្រជាពលរដ្ឋទូទៅទេគឺអាចនឹងមានការនឿយណាយនៅក្នុងទំនាក់ទំនងគ្រួសារជាពិសេសនៅពេលដែលគាត់មានគេហៅថារស់នៅជាមួយគ្នាយូរទៅគេហៅថាពាក្យចាស់ថាជក់ចេញណាបាទហើយអញ្ចឹងវាធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យអាកតាជ្រក់ជ្រែងហ្នឹងវាបង្កើតឲ្យទៅជាមានបញ្ហាទំនាក់ទំនងបែកបាក់អីជាដើមអញ្ចឹងនៅក្នុងការធ្វើបែបបទបង្ហាញរបស់ខ្ញុំនៅពេលនេះគឺចង់ចែករំលែកថាតើការសិក្សាស្រាវជ្រាវហ្នឹងដែលគេធ្វើហ្នឹងតើវាមានកត្តាអីខ្លះដែលឈានទៅដល់មេរៀនហ្នឹងហើយថាតើមានកត្តាអីខ្លះដែលយើងគួរតែយកចិត្តទុកដាក់ដើម្បីរក្សាចំណងមិត្តភាពស្នេហាទំនាក់ទំនងប្តីប្រពន្ធហ្នឹងឲ្យមានភាពល្អកល្អើននឹងគ្នាកុំឲ្យមានការបែកបាក់គ្នាអញ្ចឹងខ្ញុំគិតថាការសិក្សាស្រាវជ្រាវនេះវាគឺជាចំណុចដែលចាប់ផ្ដើមដើម្បីយើងយកមកគិតគូរពិចារណាទាំងអស់គ្នាថាតើវាមានអត្ថប្រយោជន៍សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃដែលយើងមានជាលក្ខណៈដៃគូប្តីប្រពន្ធហើយយើងគិតមើលថាតើបើយើងបែកបាក់មានបញ្ហាអីខ្លះដែលកើតឡើងទៅលើកូនអញ្ចឹងដើម្បីឲ្យវាមានតើវាមានអីដើម្បីគេហៅថាជួសជុលនៅទំនាក់ទំនងហ្នឹងដើម្បីធ្វើឲ្យបន្តរស់នៅជាមួយគ្នាបន្តទៀតមានភាពគេហៅថាចាស់ទុំល្អកល្អើស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងចាស់ថាស្រឡាញ់គ្នាដល់ចាស់កោងខ្នងបាទអញ្ចឹងអាដំណើរទៅស្រឡាញ់គ្នាដល់ចាស់កោងខ្នងហ្នឹងមិនមែនជារឿងមួយងាយស្រួលទេអញ្ចឹង
នៅក្នុងការធ្វើការសិក្សាស្រាវជ្រាវនេះគឺធ្វើនៅប្រទេសគេទេគឺខ្ញុំដកស្រង់អត្ថបទហ្នឹងគឺគេធ្វើការសិក្សាស្រាវជ្រាវនេះគឺនៅប្រទេសទូគីបាទនៅប្រទេសទូគីហើយគេចង់សិក្សាអំពីរវាងតំណែងតំណងប្តីប្រពន្ធតម្រូវការយល់ឃើញរបស់ប្តីឬក៏ប្រពន្ធហ្នឹងតើវាមានអីដែលវាប៉ះពាល់ទៅលើតំណែងតំណងគេហៅថាការនឿយណាយរស់នៅជាមួយគ្នាជាប្តីប្រពន្ធណាបាទអញ្ចឹងខ្ញុំគិតថាវាជាផ្នែកមួយដើម្បីចូលរួមឲ្យអស់លោករកស្រីនាងកញ្ញាទាំងអស់ស្វែងយល់មកហើយស្វែងយល់ហើយយើងរៀបចំដំណើរជីវិតតំណែងតំណងប្តីប្រពន្ធដៃគូយើងហ្នឹងដើម្បីរក្សាឲ្យបានល្អបន្តទៀតរហូតដល់យើងចាស់កោងខ្នងបាទអញ្ចឹងហើយបាទខ្ញុំគិតថាវាជាអត្ថបទស្រាវជ្រាវមួយល្អបាទអញ្ចឹងដូចខ្ញុំបានជម្រាបអញ្ចឹងថាតំណែងតំណងប្តីប្រពន្ធតំណែងតំណងដៃគូស្នេហាយើងពីគេហៅថា romantic ណាមនោសញ្ចេតនាហ្នឹងវាប៉ះពាល់ទៅលើផ្នែកសុខុមាលភាពទៅលើផ្លូវចិត្តផងដែរហើយពីមួយថ្ងៃទៅមួយថ្ងៃការរស់នៅជាមួយគ្នាជោគជ័យរាល់ថ្ងៃវាអាចនឹងធ្វើឲ្យយើងហ្នឹងគេហៅថានឿយណាយនៅក្នុងតំណែងតំណងប្តីប្រពន្ធឬក៏ដៃគូនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងហើយបានជាអ្នកដែលគេសិក្សាទៅលើគេហៅថាចិត្តវិទ្យាបែបវិជ្ជមានមានន័យថាគឺជាការសិក្សាមួយទៅលើការមើលឃើញអ្វីដែលទស្សនវិជ្ជាល្អអញ្ចឹងនៅផ្នែកការសិក្សាចិត្តសាស្ត្រទៅលើផ្នែកវិជ្ជមានហ្នឹងគេបានគេហៅលើកជាគំនិតថាក្តីសង្ឃឹមណាក្តីសង្ឃឹមណាដែលជាក្តីសង្ឃឹមអីក៏ដោយរវាងដៃគូរបស់យើងហ្នឹងហើយនឹងការត្រេកអរឬការជាការអំណរហ្នឹងគឺជាកត្តាមួយដើម្បីការពារកុំឲ្យទំនាក់ទំនងគេហៅស្នេហាហ្នឹងមានការបែកបាក់បាទហ្នឹងណាបាទនៅក្នុងចិត្តសាស្ត្របែបវិជ្ជមានបាទអញ្ចឹងការសិក្សាដែលស្រាវជ្រាវដែលធ្វើឡើងដោយអ្នកសិក្សាស្រាវជ្រាវមានចំនួន5រូបហ្នឹងគឺគាត់ចង់ស្វែងយល់ថាតើអាត្រេកអរគេហៅថា gratitude គឺថាសេចក្តីអំណរត្រេកអរហ្នឹងអាចបញ្យល់អីបានខ្លះទៅលើតំណែងតំណងរវាងក្តីសង្ឃឹមហើយនឹងយើងហៅថាការនឿយណាយក្នុងលក្ខណៈដៃគូអញ្ចឹងណាបាទចឹងគេចង់រកមើលអញ្ចឹងអ្នកសិក្សាស្រាវជ្រាវគេចង់រកមើលថាតើគេហៅថាសេចក្តីត្រេកអរអាស័យអំណរអរគុណអីហ្នឹងអាចជួយអ្វីខ្លះនៅលើក្តីសង្ឃឹមរវាងក្តីសង្ឃឹមហើយនឹងគេហៅថាការនឿយណាយនៅក្នុងជីវិតជាដៃគូបាទនេះគឺជាការសិក្សាស្រាវជ្រាវមួយដែលធ្វើហ្នឹងគឺនៅក្នុងទស្សនវិជ្ជានៃចិត្តសាស្ត្របែបវិជ្ជមានអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងតើគេហៅថា hope of state of hope នោះមានន័យថាម៉េចមានន័យថាសេចក្តីសង្ឃឹមហ្នឹងយើងនិយាយអំពីគេហៅថាការរំពឹងទុកអីមួយដែលអាចនឹងសម្រេចគោលដៅបានណាអាចសម្រេចគោលដៅបានហ្នឹងគឺយើងនិយាយអំពីក្តីសង្ឃឹមការបង្ហាញនៃក្តីសង្ឃឹមហើយអាក្តីសង្ឃឹមហ្នឹងវាគឺជាសមត្ថភាពមួយដើម្បីយើងមានក្តីសង្ឃឹមទៅយើងអាចរកដំណោះស្រាយទៅលើបញ្ហាដែលកើតឡើងអញ្ចឹងណាបាទទៅលើបញ្ហាដែលកើតឡើងហើយម្យ៉ាងទៀតអាក្តីសង្ឃឹមនេះវាក៏ជាគេហៅថាកម្លាំងជំរុញមួយដើម្បីជំនះទៅលើឧបសគ្គទាំងឡាយដែលអាចកើតឡើងនៅក្នុងជីវិតរស់នៅទំនាក់ទំនងស្នេហាឬទំនាក់ទំនងចំណងមេត្រីស្នេហាគ្នានឹងឯងបាទអញ្ចឹងអាហ្នឹងគឺនិយាយអំពីក្តីសង្ឃឹមនៅក្នុងរូបភាពមួយទស្សនវិជ្ជាមួយនៃចិត្តសាស្ត្របែបវិជ្ជមានអញ្ចឹងនៅក្នុងចិត្តសាស្ត្រមានច្រើនប្រភេទយើងគឺយើងយកគេហៅថាចិត្តសាស្ត្របែបវិជ្ជមានយើងជាភាសាអង់គ្លេសគេហៅថា positive psychology ហ្នឹងឯងហើយគេសិក្សាមួយទៀតថាតើ gratitude ហ្នឹងគឺជាអ្វីត្រេកអរគឺជាអ្វីដែលជាអំណរត្រេកអរចំពោះការគ្រប់គ្រងដៃគូរបស់យើង
ហើយការគ្រប់គ្រងនោះតាមរយៈការលើកសរសើរនៅអ្វីដែលជាវិជ្ជមានណាជាងគេជួបគេមើលឃើញអំពីអ្វីដែលជាការវិជ្ជមានរបស់ដៃគូរបស់យើងបើប្តីប្រពន្ធមើលអាហ្នឹងជាគោលហើយបន្ទាប់មកទៀតគេមើលទៅលើគេហៅថាដើម្បីធ្វើឲ្យចំណងពង្រឹងចំណងទំនាក់ទំនងតាមរយៈការអារម្មណ៍រីករាយហ្នឹងឲ្យបានរឹងមាំថែមទៀតដល់ឡែកពាក្យថាគេហៅថាពាក្យមួយទៀតដែលគេប្រើថាភាពនឿយណាយនៅក្នុងទំនាក់ទំនងដៃគូនោះវាមានន័យថាម៉េចអញ្ចឹងកន្លែងនេះសំខាន់ណាស់បងប្អូនន័យអានឿយណាយហ្នឹងគឺមិនទៅថាខ្ញុំមិនទៅថាអស់លោកលោកស្រីនាងកញ្ញាទេគឺអាចមានដំណឹងអញ្ចឹងយើងអត់បានសិក្សាវាស្វែងយល់យើងចេះឆ្ងល់ថាមិនបានចេះតែបែកបាក់គ្នាអញ្ចឹងនៅក្នុងភាពនឿយណាយជារស់នៅជាដៃគូគេមានចំណុចមួយចំនួនដែលយើងគួរកត់សម្គាល់នៅក្នុងហ្នឹងគឺនិយាយអំពីមានន័យថាហត់នឿយអារម្មណ៍ហត់នឿយណាយអាហ្នឹងរឿងមួយហ្នឹងជាសញ្ញាបាទមួយទៀតគឺតកតងទៅនឹងរាងកាយរបស់យើងវាហត់ហេវហត់ខ្លាំងអាហ្នឹងក៏ជាកត្តាមួយដែលយើងគួរកត់សម្គាល់អញ្ចឹងនៅក្នុងការងារក៏ដោយប្តីប្រពន្ធយើងធ្វើការហត់រៀងខ្លួនវាខ្លួនហើយដល់ពេលទៅដល់ផ្ទះណាពេលយូរនៅមួយគ្នាយូរទៅយើងអត់បានគិតគូរអីច្រើនវាអាចថាប៉ះពាល់គ្នាប៉ះទាំងកិច្ចពាក្យសម្ដីគ្នាទៅវាធ្វើឲ្យមានទំនាស់កើតឡើងដែលអាចឈានទៅដល់ការបែកបាក់ហើយអ្វីដែលចំណុចមួយទៀតដែលសំខាន់ដែរគឺនិយាយថាយើងរស់នៅឆ្ងាយពីគ្នាហើយយើងគ្រប់គ្រងផ្លូវចិត្តដល់ដៃគូយើងលក្ខណៈឆ្ងាយពីគ្នាអាហ្នឹងយូរទៅក៏រៀងនឿយណាយគេហៅថាពាក្យចាស់លោកថាឃ្លាតឆ្ងាយណាយចិត្តទៅបងប្អូនទាំងឡាយហ្នឹងក៏សំខាន់ដែរអញ្ចឹងទាំងអស់ហ្នឹងវាគឺនឹងនាំឲ្យកើតមានទៅជាគេហៅថាភាពនឿយណាយជាលក្ខណៈដៃគូផងដែរអញ្ចឹងការសិក្សាស្រាវជ្រាវនេះគេរកគោលបំណងសំខាន់ហ្នឹងគឺចង់រកមើលថាតើវាមានទំនាក់ទំនងគ្នារវាងក្តីសង្ឃឹមបើមានក្តីសង្ឃឹមទៅវាជួយឲ្យទំនាក់ទំនងឬមួយក៏ភាពនឿយណាយជាដៃគូហ្នឹងបានកម្រិតណាវាមានទំនាក់ទំនងគ្នាអត់រវាងពីរហ្នឹងអញ្ចឹងណាបាទហើយមួយទៀតគោលបំណងនៃការសិក្សាស្រាវជ្រាវដែរគេរកឃើញគេចង់មើលថាgratitude នេះសការត្រេកអររីករាយ appreciate អបអរសាទរចំពោះអ្វីដែលជាវិជ្ជមានហ្នឹងវាអាចរក្សាអាចនឹងជួយឲ្យរក្សានៅទំនាក់ទំនងជាដៃគូហ្នឹងបានដល់កម្រិតណាណាបាទហើយចំណុចទី3នៃការសិក្សាស្រាវជ្រាវគេចង់រកថាតើដៃគូដែលជាប្តីប្រពន្ធហ្នឹងគឺអាចមានឥទ្ធិពលទៅលើគ្នាកម្រិតណាដោយប្រើប្រាស់នៅគេហៅថា dialectic approach វិធីសាស្ត្រនៅក្នុងការរស់នៅជាដៃគូហ្នឹងឯងបាទអញ្ចឹងនៅក្នុងការសិក្សាស្រាវជ្រាវនេះគឺវាមាន3ចំណុចហ្នឹងដែលសំខាន់ណាបងប្អូនដើម្បីស្វែងយល់អញ្ចឹងវាសំខាន់ណាក្តីសង្ឃឹមនឿយណាយហើយនឹងពាក្យមួយទៀតយើងហៅថា appreciation ត្រេកអរអំណរ gratitude ហ្នឹងបាទថាតើ3ហ្នឹងវាមានទំនាក់ទំនងគ្នាដើម្បីបន្ថយនៅគេហៅថាភាពនឿយណាយជាលក្ខណៈទំនាក់ទំនងដៃគូប្តីប្រពន្ធនឹងដែរឬទេឬក៏ដៃគូសង្សារនឹងដែរឬទេបាទហើយចឹងបើទីលក្ខណៈទ្រឹស្ដីយើងហៅថាទ្រឹស្ដីគឺគេមើលឃើញថាក្តីសង្ឃឹមវាមានទំនាក់ទំនងទៅឲ្យ gratitude ហ្នឹងគឺវាមានទៅធ្វើឲ្យបន្ថយនៅគេហៅថាការនឿយណាយជាលក្ខណៈដៃគូបាទអញ្ចឹងក្តីសង្ឃឹមមានន័យថារស់នៅមួយគ្នាដោយពុនជាដៃគូសង្សារបើអត់មានក្តីសង្ឃឹមមួយគ្នាទេមិនដឹងថាតើតំណែងតំណងហ្នឹងវាទៅយ៉ាងណាទេអញ្ចឹងក្តីសង្ឃឹមហ្នឹងវាលើកកម្ពស់ឲ្យមានការគិតមួយបែបវិជ្ជមានណាបាទហើយការដែលគេលើកមកទៀតថា gratitude បាទគឺគេនិយាយអំពីសេចក្តីអំណរត្រេកអរពង្រឹងនៅគេហៅ emotional ទំនាក់ទំនងធ្វើឲ្យអារម្មណ៍ផ្លូវចិត្តនឹងរឹងមាំណាដើម្បីឲ្យវាពង្រឹងនៅការទំនាក់ទំនងឲ្យកាន់តែពេញចិត្តជាមួយនឹងគ្នាអញ្ចឹងណាបាទអញ្ចឹង
tầm bay chùm nách nâng trô khía cái mơ khơi thả viên nâng bằng thói nếu cái hai thả ca nơi này nơi không nông tụm nẹ tụm nông chụp đầy bộ bồn vậy nhé và là ngày bà chấn vì cứ chia trích đấy đại kỳ liệu vô màu tròn cỏ nó tròn cỏ gì từ đấy hái nằm bay rô cạp bịch ta mà bay đại chỉ cô bồng nó nơi ca sắc sạch chịu nít cứ cái này dây ông bị trích đấy miền sẽ cái đây sẽ không biết nom áo miền kể chút nom áo miền sẽ cái đây trời ó ông nó đầm cuốn hái với mình thôi nếu cái hai tha cầm đất nấy ca nơi này nơi cái nông tụm nạ tụm nông chỉ đại cử vì mình thỏi vì thỏi nhé và chắc nó không vị thi xa sai chiếu cứ vị thi xa này cứ kỳ sai chiếu bài lẹ cái nạ cross sectional survey hơi nâng việc bột xong chỉ mùi nâng ca xa sai chiếu tạm bài parima hơi nẹ này chỗ rúm cái rồi mới nó cứ miền chùm nuôn nè chỗ rú miền bay rối học sập bầm bay sắp tục bay rối sam sập bầm bay cú xoa bay phè gì hay sau đó rùm tận tới cứ miền chùm nuôn bầm muối rối chất sập bầm muối nè lại bàn chỗ rúm được nông cả sạch sạch chịu đó đấy hai cái thua nó cứ thua nơi tì tụ kỳ tì và tay nó gió máy nơi gió dí nơi ấy dây vì mình toàn miền cả sạch sạch chịu được nơi lợi và đó là biết về cái thưa ca của một tên này hai ta kỳ bị phiền nó bị phiền ta đặc biệt mà cái bị phiền nó cứ cái bị phiền tên này đại miên chủng luôn của mùi rồi học sập bùng bờ này nó cứ cái bị phiền ta cái hai thằng actor partner interdependent mediation model với cái công ru mỗi đại cái bị phiền ông pi tầm nẹt tầm nó đại cu ai kể anh ta ai cái riết đầm bay kia rồi miền tầm nhạc tầm nổ nó cứ cái hai tháng API actor partner interdependent mediation model bên đây thà actor cứ chia actor vì affect partner effect mediation effect chẳng cái tạo vậy nó cái modeling cứ model cứ cái recognize each partner influence each other cứ bên đây thà factor tầng bay đó cứ biết ắt phối về tụi mình bảo nên cứ chỉ vậy này cả biết này nông cả thường bị hiện tên là ấy nó nông cả sẵn sàng vấn đề ở đây đại dương rồi khơi nông cả sẵn sàng chưa nông sầm khăn nó cứ cái rồi khơi thả cana miên cái đây sừng khâm căn tại cua quyền nom ao miên cái hai thà ca lực đâm côn nắng căn tại khu đại này đấy mà hơi ca na ca lực ca đăng quần ca ổng no nắng căn tại cua việt phơ áo cái hai thà hiệp người này chỉ lẹ cả nạn đại cũ nó vía bằng thỏi gì đấy thỏi riêng trong vậy thì sang sắm ảnh và thỏi riêng cả là miền cái đây sừng khâm cua miền ca tây o quân đăng quân nâng cua đài hay là PK đăng quân nâng việc cua đá về thôi ở cua xa đi có đại cũ tầm nẹt tầm nổ đó vì mà thỏi lẹ cả nạn cái hai tha bành hàngในក្នុងគ្រួសារលក្ខណៈនឿយណាយតំណាក់តំណងនឿយណាយហ្នឹងអញ្ចឹងយើងមើលឃើញថាgratitudeការត្រេកការដឹងអំណរចំពោះដៃគូហ្នឹងវាគឺជាគេហៅ mediate វាគឺជាអ្នកផ្សះផ្សាវាជាអ្នកសម្រួលឲ្យមានតំណាក់តំណងរវាងក្តីសង្ឃឹមនិងគេហៅ burn out គឺភាពនឿយណាយចិត្តហ្នឹងឯងភាពនឿយណាយចិត្តឡើយចង់បញ្ជាក់ថាភាពនឿយណាយចិត្តទៅលើតំណាក់តំណងដៃគូស្នេហាឬក៏ដៃគូប្តីប្រពន្ធហើយក្តីសង្ឃឹមដែលយើងមើលថាកត្តាក្តីសង្ឃឹមហ្នឹងវាធ្វើតួនាទីមួយសំខាន់នៅក្នុងការការពារទៅលើប្រភពធនធានដែលប៉ះពាល់ទៅលើផ្លូវអារម្មណ៍ទៅលើផ្លូវចិត្តហ្នឹងឯងបាទអញ្ចឹងគឺរកឃើញ4នឹងសំខាន់ប្រែគេរកឃើញថាតើរវាងប្តីនិងប្រពន្ធបរិសុទ្ធនិងស្ត្រីមានទំនាក់ទំនងឬក៏មានទំនោរទៅលើក្តីសង្ឃឹមឬក៏gratitudeឬក៏សេចក្តីត្រេកអរអំណរហ្នឹងដឹងគុណហ្នឹង
ខុសគ្នាឬក៏យ៉ាងម៉េចហើយវាមានតំណែងអីទៅលើគេហៅថាភាពនឿយណាយនៅក្នុងតំណែងតំណងជាដៃគូអញ្ចឹងនៅក្នុងហ្នឹងលទ្ធផលគេរកឃើញថាបរោះដូចជាមានអាហាយមានន័យថាមានក្តីសង្ឃឹមដូចខ្ញុំបានរៀបរាប់ពីខាងដើមក្តីសង្ឃឹមហ្នឹងខ្ពស់ជាងស្ត្រីប៉ុន្តែអ្វីដែលប្លែកគឺស្ត្រីមានគេហៅថាសេចក្តីត្រេកអរដឹងគុណនឹងខ្ពស់អញ្ចឹងស្ត្រីគឺត្រូវការសេចក្តីត្រេកអរនឹងខ្ពស់ប៉ុន្តែបរិសុទ្ធបើនិយាយឲ្យសាមញ្ញគឺបរិសុទ្ធត្រូវការតែក្តីសង្ឃឹមនឹងច្រើនហើយស្ត្រីគឺជាអ្នកដែលធ្វើឲ្យទំនាក់ទំនងនឹងដែលមានលក្ខណៈនឿយណាយហ្នឹងថយចុះស្ត្រីដើរតួនាទីបន្ថយកម្ដៅបាទបន្ថយកម្ដៅបន្ធូរបន្ថយអញ្ចឹងបរិសុទ្ធត្រូវដឹងនៅពេលអញ្ចឹងគឺបរិសុទ្ធដើរតួនាទីមួយត្រូវដឹងថាពេលហ្នឹងគឺស្ត្រីគឺជាប្រពន្ធហ្នឹងឯងអញ្ចឹងក្តីសង្ឃឹមរបស់បរិសុទ្ធអាចប្រមាលមើលទៅលើស្ត្រីទៅលើគេហៅថាសេចក្តីអំណរដឹងគុណរបស់ស្ត្រីខណៈបរិសុទ្ធមានក្តីសង្ឃឹមកាន់តែខ្ពស់នឹងជួយឲ្យស្ត្រីហ្នឹងកាន់តែមានសេចក្តីត្រេកអរអំណរដឹងគុណដល់ពួកគាត់ទៀតជាស្ត្រីជាប្រពន្ធហ្នឹងឯងហើយប្រពន្ធស្ត្រីដែលមានការដឹងគុណហ្នឹងត្រូវការសេចក្តីដឹងគុណត្រេកអរហ្នឹងគឺបន្ថយនៅភាពតានតឹងឬមិនភាពតានតឹងសំដៅគឺភាពនឿយណាយរបស់បុរសជាប្តីបាទអញ្ចឹងបើប្រពន្ធគាត់ចេះមើលឃើញចំណុចល្អរបស់ស្វាមីប្តីគឺធ្វើឲ្យប្តីហ្នឹងមានការនឿយណាយចិត្តហ្នឹងថយចុះហើយណាបាទអញ្ចឹងវាអាចជួយឲ្យយើងដឹងអំពីថាតើយើងគួរធ្វើយ៉ាងម៉េចនៅដើម្បីរក្សាទំនាក់ទំនងស្នេហាដែរអ្វីដែលយើងគួរតែលើកមកការសិក្សាស្រាវជ្រាវនេះយកមកទៅចែកគ្នាគេរកឃើញថាក្តីសង្ឃឹមបានជួយលើកទឹកចិត្តឲ្យមានការដោះស្រាយតាមបែបវិជ្ជមានអញ្ចឹងបើមានក្តីសង្ឃឹមខ្ពស់អាចនឹងជួយឲ្យបញ្ហានៅក្នុងគ្រួសារហ្នឹងអាចដោះស្រាយតាមបែបវិជ្ជមានបានច្រើនហើយសេចក្តីដឹងគុណគឺជួយលើកកម្ពស់ឲ្យមានការប្រស័យតាក់ទងហើយនឹងការត្រេកអរជាមួយគ្នាអញ្ចឹងមានន័យថាម៉េចអ្វីដែលជាចំណុចសំខាន់ដែលជាមូលដ្ឋានរឹងមាំគឺជួយឲ្យប្តីឬក៏ប្រពន្ធនឹងអាចគ្រប់គ្រងទៅលើភាពតានតឹងរវាងប្តីនិងប្រពន្ធដែលអាចនឹងកើតឡើងឬក៏ដៃគូស្នេហាហ្នឹងអាចកើតឡើងបាទជួយបន្ថយភាពតានតឹងយើងហៅ stress ហើយទំនាក់ទំនងរវាងrelationship intervention គឺមានន័យថាអន្តរាគមន៍ដើម្បីជួយឲ្យមានទំនាក់ទំនងប្រសើរឡើងវិញគួរតែលើកទឹកចិត្តឲ្យមើលឃើញអំពីដៃគូទាំងពីរហ្នឹងឲ្យមើលឃើញអំពីអ្វីដែលជាសារៈប្រយោជន៍នៃក្តីសង្ឃឹមហើយនឹងសេចក្តីដឹងគុណហ្នឹងឯងបាទប៉ុន្តែយើងក៏ដឹងដែរថាតើបានលទ្ធផលនឹងមកអាចជួយអីខ្លះដល់យើងអញ្ចឹងយើងមើលឃើញថាសម្រាប់អ្នកដែលដើរតួនាទីក្នុងការប្រឹក្សាយោបល់ជាពិសេសអ្នកប្រឹក្សាយោបល់ជាលក្ខណៈដៃគូឬក៏យើងហៅ couple therapy ឬ couple counselor គឺគាត់ត្រូវត្រូវរៀនអំពីលំហាត់ដែលរបៀបនៅក្នុងការត្រេកអរដឹងគុណត្រូវលើកទឹកចិត្តឲ្យមានការគិតបែបលក្ខណៈមានក្តីសង្ឃឹមដល់តិថិជនរបស់ខ្លួនហើយត្រូវលើកកម្ពស់ឲ្យមានការប្រស័យតាក់ទងតាមបែបវិជ្ជមានប៉ុន្តែវាអ្វីដែលជាការសំខាន់ណាស់ក្នុងការស្រាវជ្រាវនោះគេឲ្យយើងនៅក្នុងនាមយើងជាដៃគូមានន័យថាប្តីប្រពន្ធហ្នឹងឬក៏តំណាក់តំណងស្នេហារវាងបុរសនិងស្ត្រីហ្នឹងក៏អាចរៀនពីគ្នាទៅវិញទៅមកដែរតាមរយៈអីដើម្បីឲ្យរក្សាអាតំណាក់តំណងហ្នឹងឲ្យវាល្អហើយបន្ថយនូវភាពតានតឹងឬក៏យើងហៅថាការនឿយណាយតំណាក់តំណងនឿយណាយ
chấtនៅក្នុងតំណែងតំណងជាប្តីប្រពន្ធស្នេហាហ្នឹងអញ្ចឹងអ្វីដែលសំខាន់ទី1គឺត្រូវចេះសំដែងគេហៅសរសើរតែសារដៃគូយើងប្រចាំថ្ងៃជារៀងរាល់ថ្ងៃនេះយើងពីទូទៅយើងភ្លេចទៅកាយយើងខ្លួនហត់រៀងងងភ្លេចសរសើរតែខ្ញុំហ្នឹងឯងទៅភ្លេចដែរអញ្ចឹងការសិក្សាស្រាវជ្រាវហ្នឹងជួយឲ្យយើងគិតគូរហ្នឹងទី2ជាដៃគូនឹងត្រូវមានគោលដៅមួយរួមឧទាហរណ៍អ្នកខ្លះគិតថាគោលដៅរួមរបស់គាត់ដើម្បីរក្សាទំនាក់ទំនងគ្រួសារហ្នឹងកូនចៅហ្នឹងឲ្យមានគេហៅអីមានសុភមង្គលក្នុងគ្រួសារបាទហើយទី3ធ្វើម៉េចកសាងឲ្យមានភាពប្រសើរទៅលើអារម្មណ៍បាទអារម្មណ៍យើងសំខាន់ណាគឺបុរសនិងស្ត្រីត្រូវចេះគ្រប់គ្រងគ្នាចេះយល់ចិត្តគ្នាចេះជួយគ្នាចេះលើកទឹកចិត្តគ្នាកុំបន្ទោសអាប់គ្នាកន្លែងហ្នឹងមានន័យថាអញ្ចឹងណាបាទហើយយើងមើលឃើញថាការសិក្សាស្រាវជ្រាវមួយនេះយើងមើលពីចំណុចខ្លាំងនៃការសិក្សាស្រាវជ្រាវនេះគឺយើងមើលឃើញថាមានដៃគូទាំងពីរចូលរួមមានន័យថាប្តីនិងប្រពន្ធចូលរួមអញ្ចឹងទី2គឺយើងថាស្រាវជ្រាវនឹងវាមានចំណុចខ្លាំងត្រង់ថាមានអ្នកចូលរួមមានចំនួនច្រើនដែលយើងអាចបកស្រាយពន្យល់ខ្លឹមសារនឹងយកមកវិភាគបានហើយទី3គឺបានប្រើប្រាស់នៅគេហៅថារបៀបលក្ខណៈវិភាគកម្រិតខ្ពស់បាទកម្រិតខ្ពស់ហើយនឹងចំណុចល្អមួយទៀតគឺបានចែករំលែកទៅលើការសិក្សាស្រាវជ្រាវទៅលើផ្នែកចិត្តសាស្ត្របែបវិជ្ជមានបាទនេះគឺជាចំណុចខ្លាំងរបស់ការសិក្សាស្រាវជ្រាវហ្នឹងដោយឡែកក៏វាមានកម្រិតដែលថាដែនកំណត់ដែរនៅក្នុងការស្រាវជ្រាវហ្នឹងដោយសារការស្រាវជ្រាវហ្នឹងគឺនិយាយអំពីរបៀបនៃថា cross sectional design វាមិនអាចបង្កើតឲ្យមានជាគេហៅថាមូលហេតុបុព្វហេតុអីផ្សេងហើយមួយទៀតគឺវាគឺជា cell គេហៅថាដោយប្រើប្រាស់កម្រងសំណួរដែលអ្នកឆ្លើយហ្នឹងឆ្លើយដោយខ្លួនឯងហើយម្យ៉ាងទៀតsample សំណាក់ដែលចូលរួមក្នុងការស្រាវជ្រាវហ្នឹងគឺធ្វើនៅប្រទេសទូគីហើយអាចប្រទេសផ្សេងទៀតមានវប្បធម៌ទូគីមានវប្បធម៌ផ្សេងអាចប្រទេសផ្សេងទៀតមានវប្បធម៌ផ្សេងគ្នាអញ្ចឹងវាអាចប៉ះពាល់ទៅលើការបកស្រាយជាលក្ខណៈទូលំទូលាយផងដែរបាទហើយជាលទ្ធផលជាសេចក្តីសរុបចុងក្រោយក្នុងការស្រាវជ្រាវនេះរកឃើញថាការសម្ដែងឲ្យឃើញមាននៅក្តីសង្ឃឹមរួមក្តីសង្ឃឹមនៅក្នុងជីវិតដៃគូប្តីប្រពន្ធក៏ដោយស្នេហាក៏ដោយវាគាត់មានក្តីសង្ឃឹមដើម្បីអីមួយសម្រាប់គោលដៅអីមួយណាវាគឺជាផ្នែកមួយចូលរួមនៅក្នុងការកាត់បន្ថយគេហៅថាភាពនឿយណាយចិត្តនៅក្នុងទំនាក់ទំនងដៃគូស្នេហាបាទហើយខ្ញុំមិនមែនអ្នកឯកទេសខាងស្នេហាអីទេបាទប៉ុន្តែខ្ញុំបកស្រាយមើលទៅតាមការសិក្សាស្រាវជ្រាវគេរកឃើញចឹងហើយទី2គេរកឃើញថាជាសេចក្តីសន្និដ្ឋានថាការដឹងគុណឬក៏ gratitude ហ្នឹងគឺបានបកស្រាយពន្យល់ថាវាជាផ្នែកមួយដើម្បីឲ្យមានការរក្សាទំនាក់ទំនងរវាងដៃគូស្វាមីភរិយាក៏ដូចជាទំនាក់ទំនងស្នេហារវាងបុរសនិងស្ត្រីដែរអញ្ចឹងក្តីសង្ឃឹមហើយនឹង gratitude យើងហៅថាសេចក្តីដឹងគុណបាទសេចក្តីដឹងគុណហ្នឹងគឺវាមានតម្លៃនៅជាកត្តាការពារដែរសំខាន់ណាបងប្អូនជាកត្តាការពារនៅក្នុងការរក្សាទំនាក់ទំនងស្នេហាទំនាក់ទំនងមនោសញ្ចេតនារវាងដៃគូប្តីប្រពន្ធបាទហើយចំណុចមួយទៀតដែលយើងជាសេចក្តីសន្និដ្ឋានរបស់អ្នកសិក្សាស្រាវជ្រាវដែរគឺអន្តរាគមជាលក្ខណៈដៃគូគឺត្រូវតែពង្រឹងទៅលើផ្នែកឲ្យមានដៃគូនឹងមើលឃើញអំពីក្តីសង្ឃឹមហើយនឹងការដឹងគុណគ្នាទៅវិញទៅមករវាងស្វាមីភរិយាវានឹងបន្ថយឲ្យមានបន្ថយនៅបញ្ហានៃការគេហៅថានឿយណាយចិត្តនៅក្នុងទំនាក់ទំនងស្នេហាបាទនេះគឺជាចំណុចដែលសំខាន់ណាបងប្អូនបាទហើយបាទនេះគឺជាឯកសារដែលខ្ញុំបានដកស្រង់យកមកហើយបាទបោះពុម្ពនៅក្នុង journal
នៅលើនៅក្នុងអត្ថបទស្រាវជ្រាវពី journal នៅផ្នែកចិត្តសាស្ត្របាទហ្នឹងហើយខ្ញុំមានប៉ុណ្្នឹងទេដើម្បីចែកជូនបងប្អូនទាំងអស់គ្នាហើយអាចយកទៅគិតពិចារណាជាការគូបាទតើយើងស្វាមីភរិយានឹងគួរធ្វើរបៀបម៉េចអញ្ចឹងតែក្តីសង្ឃឹមហើយនឹងការរលឹកដឹងគុណគ្នាទៅវិញទៅមកវាជួយបន្ថយឲ្យមានបញ្ហារវាងភាពនឿយណាយចិត្តនៅក្នុងទំនាក់ទំនងគូស្នេហាណាបាទអញ្ចឹងធ្វើម៉េចបងប្អូនប្រិយប្រពន្ធចេះស្រឡាញ់គ្នាគឺចង់និយាយថាសរសើរគ្នាទៅវិញទៅមកទៅលើចំណុចអ្វីដែលគាត់បានធ្វើល្អតែនិយាយទៅដល់ឡែងហ្នឹងខ្ញុំធ្លាប់ដែរយើងអត់សូវបានមកអញ្ចឹងខាងអត់សូវបានគេហៅថាសរសើរដៃគូយើងដឹងគុណគាត់ប្រចាំថ្ងៃហើយគាត់ក៏មិនបានមើលឃើញក្តីសង្ឃឹមបោះជើងថាយើងចង់បានអីជាប្តីណាអញ្ចឹងទៅបង្កើតឲ្យមានគេហៅថាទំនាស់អាចពេលខ្លះទៅយើងមើលអត់ឃើញវាអាចឈានទៅដល់ការបែកបាក់អញ្ចឹងផលវិបាកចុងក្រោយអ្នកណាគឺទទួលបន្ទុកគឺទៅលើកូនទាំងអស់បាទអញ្ចឹងនៅក្នុងបទបង្ហាញរបស់ខ្ញុំមានប៉ុណ្ណេះសូមអរគុណបាទហើយសូមជម្រាបលាហើយបើសិនណាអស់លោកស្រីមានជាសំណួរឬក៏មានអ្វីដែលត្រូវបញ្ជាក់ឲ្យបានច្បាស់ថែមទៀតអាចសូមទម្លាក់ comment នៅក្នុងវីដេអូរបស់ខ្ញុំនេះបាទសូមអរគុណបាទហើយសូមជម្រាបលាបាទនឹងឲ្យក្រោយពីអស់លោកស្រីនាងកញ្ញាទាំងអស់បានស្ដាប់នៅក្នុងបទបង្ហាញរបស់ខ្ញុំហើយបាទហើយនេះជាសំណួរមួយចំនួនសម្រាប់អស់លោកស្រីនាងកញ្ញាទាំងអស់អាចយកទៅគិតគូរថាតើក្រោយពីបានស្ដាប់នឹងបទបង្ហាញរបស់ខ្ញុំហើយតើអស់លោកស្រីនឹងបានរៀននៅចំណុចអីគេខ្លះដែរនៅលើភាពនឿយណាយចិត្តនៅក្នុងទំនាក់ទំនងដៃគូក្តីសង្ឃឹមហើយនឹងការសេចក្តីដឹងគុណនិងក្តីសង្ឃឹមបាទហើយថាតើអីខ្លះដែលយើងអាចធ្វើដើម្បីរក្សានៅទំនាក់ទំនងមនោសញ្ចេតនាជាដៃគូអាចជាប្តីប្រពន្ធនិងគូសង្ហាសង្សារអីជាដើមហើយសំណួរមួយទៀតថាតើបុរសនិងស្ត្រីគួរធ្វើអីខ្លះដើម្បីលើកកម្ពស់នៅទំនាក់ទំនងដៃគូហើយក្នុងនាមយើងជាអ្នកចិត្តសាស្ត្រតើសកម្មភាពគម្រោងអីខ្លះដែលយើងអាចធ្វើបានដើម្បីធ្វើការផ្សព្វផ្សាយលើកកម្ពស់ទៅលើទំនាក់ទំនងជាដៃគូនេះដែរបាទនេះគ្រាន់តែជាសំណួរដើម្បីឆ្លុះបញ្ចាំងក៏ដូចជាសំណួរសម្រាប់អស់លោកស្រីយកទៅឆ្លើយហើយនឹងគិតគូរថាតើគួរធ្វើយ៉ាងម៉េចបាទជាថ្មីម្ដងទៀតខ្ញុំបាទសូមថ្លែងអំណរគុណចំពោះអស់លោកស្រីដែលបានចំណាយពេលវេលានៅក្នុងការតាមដានទៅលើបទបង្ហាញរបស់ខ្ញុំក្នុងការចែករំលែកនៅចំណេះដឹងបាទតកតងទៅនឹងផ្នែកចិត្តសាស្ត្រជាពិសេសគឺទៅលើចិត្តសាស្ត្របែបវិជ្ជមានបាទដែលខ្ញុំបានធ្វើបទបង្ហាញកន្លងមកនេះបាទអរគុណច្រើន